ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងប្រភេទ alien មួយទៀតមកធ្វើការសម្រាយជូនទស្សនាដែលរឿងនេះមានចំណងជើងថា Prey ចេញនៅឆ្នាំ2022សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តនិងជួយ like ជួយ comment បានច្រើនជាពិសេសសម្រាប់អ្នកថ្មីសូមកុំភ្លេចជួយ subscribe channel ឬក៏ follow page មនោចរណ័យដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំផងបាទសូមអរគុណរឿងនេះចាប់ផ្ដើមនៅដើមសតវត្សទី18ជាពេលដែលជនជាតិអឺរ៉ុបដើរវាទីយកទឹកដីរបស់កនសម្ព័ន្ធមកធ្វើជាទឹកដីរបស់ខ្លួនឯងតួឯករបស់យើងនៅក្នុងរឿងនេះគឺនារីវ័យក្មេងម្នាក់ឈ្មោះណារូហើយនាងមានសត្វឆ្កែដ៏មានភក្ដីភាពចំពោះនាងមួយក្បាលឈ្មោះសារីព្រឹកថ្ងៃមួយនៅពេលដែលនាងកំពុងតែវឹកហាត់គប់ពូថៅនាងក៏ប្រទះឃើញស្នាមជើងរបស់សត្វក្តាមហើយក៏សម្រេចចិត្តតាមប្រមាញ់វាមិនយូរប៉ុន្មាននាងក៏តាមទាន់សត្វក្តាមនោះកំពុងតែស៊ីស្មៅប៉ុន្តែនៅពេលដែលនាងលើកពូថៅរៀបគប់ទៅវាស្រាប់តែមានសម្លេងចម្លែកមួយនៅលើមេឃធ្វើឲ្យក្តាមនោះផ្អើលហើយរត់គេចនៅពេលនោះណារូហើយនិងសេរីដែលជាឆ្កែរបស់នាងបានតាមប្រមាញ់ក្តាមនោះយ៉ាងគៀកប៉ុន្តែគួរស្ដាយណាស់សត្វក្តាមនោះអាចរត់គេចខ្លួនបានហើយសំណាងអាក្រក់នៅពេលនោះដែរសេរីត្រូវបានតាក់វាយជាប់កតុយឲ្យរបួសបន្ទាប់ពីជួយដោះអន្ទាក់ឲ្យសេរីរួចហើយណារូបានយកថ្នាំដែលនាងដាក់នៅតាមខ្លួនមកលាបព្យាបាលមុខរបួសឲ្យសេរីហើយនៅពេលនោះសេរីក៏បានលិតមាត់នាងដើម្បីសម្ដែងការអរគុណបន្ទាប់មកនៅពេលដែលពួកគេរៀបចំត្រឡប់ទៅផ្ទះវិញស្រាប់តែលើសម្លេងចម្លែកទៀតហើយនៅលើមេឃហើយនៅពេលនោះណារូក៏ដើរទៅមើលឃើញពពកខ្មួលខ្មាញ់ដូចជាមានយានអេម្យ៉ាងចុះមកពីលើមេឃនាងក៏យករឿងនេះទៅប្រាប់បងប្រុសរបស់នាងឈ្មោះថាបេនាងបានប្រាប់គាត់ថាបាក់សៃរន្ទះដែលនាងឃើញនឹងប្រហែលជាប្រធ្នូប្រាប់ថានាងអាចចេញទៅបរបាញ់សត្វជាមួយគាត់បានហើយប៉ុន្តែថាបេមិនអនុញ្ញាតទេព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់បន្ទាប់មកណារូបានត្រឡប់ទៅជំរុំកលសម្ព័ន្ធរបស់នាងវិញដើម្បីជួយម៉ាក់របស់នាងធ្វើថ្នាំម៉ាក់របស់ណារូគឺជាពេទ្យប្រចាំកលសម្ព័ន្ធហើយគាត់តែងតែបង្រៀនណារូពីវិធីផ្សំថ្នាំផងដែរគាត់ក៏មិនចង់ឲ្យណារូចេញទៅបរបាញ់អីដែរព្រោះគាត់គិតថាស្រីគឺជាភេទទុនខ្សោយគួរតែនៅផ្ទះធ្វើម្ហូបដាក់បាយឬក៏ការងារណាដែលស្រាលពេលនោះផងដែរថាបេក៏ចូលមកដល់នាំយកទាំងសត្វដែលគាត់បរបាញ់បានមកជាមួយផងធ្វើឲ្យម៉ាក់របស់គាត់សប្បាយចិត្តខ្លាំងណាស់ប៉ុន្តែណារូវិញមិនសប្បាយចិត្តទេព្រោះថាបេមិនឲ្យនាងចេញទៅបរបាញ់ជាមួយស្របពេលជាមួយគ្នាមាន Predator មួយចូលមកដល់ផែនដីហើយការងាររបស់គាត់គឺតាមប្រមាញ់សត្វលោកណាដែលខ្លាំងចំណែកណារូវិញបានចេញទៅរកគ្រឿងផ្សំថ្នាំឲ្យម៉ាក់របស់នាងពេលត្រឡប់មកដល់កលសម្ព័ន្ធវិញនាងទទួលបានដំណឹងថាមានសមាជិកកលសម្ព័ន្ធម្នាក់ឈ្មោះភូរីត្រូវបានតោខំហើយក៏ចង់តាមទៅស្វែងរកគាត់ជាមួយគេផងដែរពេលនោះសមាជិកក្រុមដែលជាប្រុសមិនឲ្យនាងទៅជាមួយទេខ្លាចទៅដៃទៅជើងប៉ុន្តែថាបេឲ្យនាងទៅជាមួយព្រោះណារូបកែមើលដានសត្វហើយនាងជាផ្សំថ្នាំព្យាបាលរបួសទៀតផងបន្តមកការរុករកបានចាប់ផ្ដើមពេលនោះណារូហើយនឹងឆ្កែរបស់នាងសារីជាអ្នកនាំមុខហើយមិនយូរប៉ុន្មានពួកគេក៏បានរកឃើញភូរីដែលត្រូវរបួសដេកស្ដុកស្ដើងតែគាត់មិនទាន់ស្លាប់ទេពេលនោះណារូបានបញ្ញារៀបចំផ្សំថ្នាំលាបរបួសឲ្យភូរីចំណែកអ្នកផ្សេងទៀតរៀបចំដំឡើងស្នែងដើម្បីសែងភូរីត្រឡប់ទៅវិញនៅពេលពួកគេរួចរាល់ត្រូវត្រឡប់ទៅវិញថាបេអត់ទាន់ទៅទេគាត់នៅចាំតាមប្រមាញ់សត្វតោនឹងសិនកុំឲ្យវាធ្វើបាបគេទៀតប៉ុន្តែណារូឆ្លាតនាងវិភាគដឹងថាសត្វតោធម្មតាមិនដែលទុកចំណីរបស់វាឲ្យនៅរស់ទេការដែលភូរីនៅរស់នាងសន្និដ្ឋានថាសត្វតោនោះច្បាស់ជារត់គេចចេញពីអីមួយយ៉ាងចោលចំណីរបស់វាទោះជាយ៉ាងនេះក៏ដោយក៏ថាបេនៅតែប្រកាន់ចំហដើរស្វែងរកសត្វតោនឹងដដែលបន្ទាប់មកតាមផ្លូវត្រឡប់ទៅវិញភូរីដែលត្រូវរបួសមានអារម្មណ៍ថាត្រជាក់ខ្លាំងណាស់ពេលនោះណារូបានបកស្រាយថាថ្នាំដែលនាងឲ្យភូរីញ៉ាំគឺធ្វើឲ្យខ្លួនគាត់ត្រជាក់កុំឲ្យឈាមហូរលឿនពេកពេលនោះផងដែរណារូក៏បានឃើញសត្វពស់ដែលគេសម្លាប់កាត់ក្បាលហើយប្រឡត់ស្បែកនៅក្បែរនោះទៀតសោតមានដានជើងរបស់សត្វចម្លែកអីម្យ៉ាងដែលគ្នារបស់នាងបានឃើញដែរហើយគិតថាជាស្នាមជើងរបស់សត្វខ្លាឃ្មុំតែណារូអត់គាត់អញ្ចឹងទេហើយក៏ធ្វើដំណើរទៅប្រាប់បងប្រុសរបស់នាងដើម្បីឲ្យគាត់ប្រយ័ត្នពេលនោះក៏មានគ្នារបស់នាងម្នាក់ទៀតឈ្មោះផាកាដើរតាមការពារនាងដែរនៅពេលដែលណារូបានជួបថាបេដែលជាបងប្រុសរបស់នាងក៏បានប្រាប់គាត់ពីរឿងដានជើងធំនឹងហើយថាបេក៏យល់ថាវាគឺជាដានជើងរបស់ខ្លាឃ្មុំដែរប៉ុន្តែការងារសំខាន់របស់ពួកគេនៅពេលនេះគឺត្រូវកម្ចាត់សត្វតោសិនពេលនោះថាបេបានឲ្យផាកាហើយណារូឡើងទៅលើដើមឈើចាំឲ្យសត្វតោទុកឲ្យគាត់ជាអ្នករៀនតាក់លបួងវាឲ្យមកចិត្តប៉ុន្តែសត្វតោនោះមាន IQ ខ្ពស់វាមិនភ្លើទៅជួនតាក់ទេវាបែរជាមកវាយបហាមនុស្សនៅលើដើមឈើទៅវិញពេលនោះណារូក្លាហានណាបានទីងលំពេងចាំប្រយុទ្ធជាមួយវាប៉ុន្តែនាងបានលើសំឡេងនិងឃើញអីចម្លែកនៅលើដើមឈើមួយទៀតធ្វើឲ្យនាងភ្លេចខ្លួនធ្លាក់ទៅលើដើមឈើស្លាប់ពេលដឹងខ្លួនមកវិញណារូបានមកដល់ផ្ទះវិញហើយម៉ាក់របស់នាងបានប្រាប់ថាបេជាអ្នកសាយនាងមកប៉ុន្តែណារូនៅអត់សុខទេព្រោះនាងនឹងថានៅក្នុងព្រៃនោះមានសត្វផ្សេងមិនមែនមានតែសត្វតោទេដែលគួរឲ្យខ្លាចក្នុងពេលជាមួយគ្នាថាបេបានត្រឡប់មកពីក្នុងព្រៃមួយជើងទៀតដែលមួយជើងនេះគាត់បានសាយសាកសពសត្វតោមកជាមួយវិញម្ដងអ្នកភូមិម្នាក់សរសើរថាបេខ្លាំងណាស់ហើយគាត់ត្រូវបានមេកនស្ពតតែងតាំងជាមេតបប្រចាំកលសម្ព័ន្ធបន្ទាប់មកនៅយប់នោះគេបាននាំគ្នារាំច្រៀងនៅជុំវិញភ្លុកភ្លើងយ៉ាងសប្បាយចិត្តលើលែងតែណារូទេដែលមិនសប្បាយចិត្តនាងនឹងថាមានសត្វអីផ្សេងនៅក្នុងព្រៃតែនិយាយយ៉ាងណាក៏បងប្រុសរបស់នាងអត់ជឿដែរលុះព្រឹកឡើងណារូបានសម្រេចចិត្តចេញទៅក្នុងព្រៃម្ដងទៀតជាមួយសេរីឆ្កែរបស់នាងដើម្បីត្រួតពិនិត្យមើលនាងបានប្រទះឃើញដានជើងមួយទៀតហើយនៅពេលដែលនាងវាស់វាឃើញថាវាធំណាស់មិនសមជាដានជើងរបស់សត្វខ្លាឃ្មុំទេនៅតាមផ្លូវនាងបានឆ្លៀតយកខ្សែចងពូថៅរបស់នាងដើម្បីគប់ទៅអាចទាញមកវិញបានជាមួយនឹងអាវុធថ្មីរបស់នាងអាចប្រមាញ់សត្វទន្សាយបានយ៉ាងច្រើនទុក
អាំងធ្វើជាអាហារញ៉ាំជាមួយនឹងសារីកន្លែងទៅមើល Predator វិញពេលនេះគាត់កំពុងតែខ្លោមើលឆ្កែចចកក្បាលកំពុងតែដេញចាប់ទន្សាយស៊ីដោយសារតែយល់ថាឆ្កែចចកនោះជាជើងខ្លាំងគាត់ក៏ចេញទៅប្រយុទ្ធជាមួយនឹងឆ្កែចចកនោះពេលនោះឆ្កែចចកនោះក្លាហានណាស់ក៏ស្ទុះទៅខាំគាត់ឲ្យរបួសជើងមិនយូរប៉ុន្មានគាត់បានសម្លាប់ឆ្កែចចកនោះចោលហើយបានវះយកក្បាលឆ្កែចចកនោះទៅជាទូទៅនៅពេលដែល Predator បានជួបដៃគូខ្លាំងគាត់តែងតែកាត់ក្បាលគូប្រយុទ្ធរបស់គាត់យកទៅរំលាយសល់តែឆ្អឹងទុកធ្វើជាពានរង្វាន់ត្រឡប់ទៅមើលនារុវិញពេលនាងបន្តដំណើរទៅមុខបានបន្តិចទៀតនាងបានឃើញកបីព្រៃមួយវងត្រូវបានគេសម្លាប់ប្រឡត់យកស្បែកតមកនាងបានសូត្រធម៌ជូនពរព្រលឹងកបីព្រៃតែនោះឲ្យឆាប់បានទៅចាប់ជាតិនៅពេលនោះផងដែរនារុបានរើបានកតុយបរិយស៊ីកាមកដើមបានន័យថាកបីព្រៃតែនេះស្លាប់នៅក្រោមស្នាដៃរបស់ពួកជនជាតិអឺរ៉ុបបន្ទាប់មកនារុបានបន្តដំណើរទៅមុខទៀតហើយពេលផ្លត់ស្នៀតនាងក៏បានជាប់ផងនៅក្នុងភក់ស្រូបពេលនោះនាងរឹងមាំខ្លាំងណាស់អត់មានភ័យស្លន់ស្លោទេហើយបានប្រើពូថៅដែលនាងឆ្នៃគប់ទៅតាក់ជាមួយនឹងគល់ឈើធំមួយនៅក្បែរនោះជួយទាញខ្លួនឯងផុតពីគ្រោះថ្នាក់កន្លែងទៅមើល Predator វិញពេលនេះគាត់បានប្រទះឃើញដានជើងរបស់នារុហើយបន្តមកទៀតគាត់ក៏បានប្រទះឃើញស៊ីការបស់ពួកអឺរ៉ុបផងដែរចំណែកនារុវិញពេលបានលាងខ្លួនស្អាតបាត់អស់ហើយនាងក៏បានឮសំឡេងខ្លាឃ្មុំមួយក៏ហឹមនៅក្បែរនោះហើយនាងក៏ទៅលបមើលពេលបានឃើញខ្លាឃ្មុំហើយនារុអត់រត់ទេនាងចង់បង្ហាញគេថានាងអាចធ្វើជាអ្នកប្រមាញ់បានពេលនោះនារុចង់សម្លាប់ខ្លាឃ្មុំនោះដើម្បីកាត់យកក្បាលវាយកទៅធ្វើជាពានរង្វាន់បង្ហាញអ្នកភូមិប៉ុន្តែមិនប្រយ័ត្ននារុក៏ធ្វើឲ្យមានសំឡេងធ្វើឲ្យខ្លាឃ្មុំនោះដឹងហើយបោសម្ដៅមករកនាងឃើញសភាពគ្រោះថ្នាក់នារុក៏បញ្ញាប់រត់គេចទៅពួននៅក្រោមកពតមែកឈើមួយពេលនោះនារុប៊ីនឹងត្រូវបានខ្លាឃ្មុំនោះចាប់ហាយស៊ីបាត់ទៅហើយសំណាងល្អ Predator ក៏មកតាន់ហើយប្រយុទ្ធជាមួយនឹងខ្លាឃ្មុំនោះពេលឃើញ Predator សម្រាប់ខ្លាឃ្មុំបាននារុភ័យណាស់ក៏លូនចូលទឹកជ្រោះហើយហែកិច្ចចេញពីទីនោះពេលនោះ Predator ក៏បានឃើញនាងដែរប៉ុន្តែប្រហែលជាគាត់គិតថានាងខ្សោយទើបមិនបានធ្វើបាបនាងបន្ទាប់ពីនារុបានឡើងគោកវិញមានសុវត្ថិភាពនាងក៏បានជួបជាមួយនឹងក្រុមកុលសម្ព័ន្ធដែលថាបេបញ្ជូនមកតាមរកនាងពេលនោះនារុខំព្យាយាមប្រាប់ពួកគេពីអ្វីដែលនាងបានឃើញក៏ប៉ុន្តែគ្មានអ្នកណាជឿនាងទេហើយក៏បញ្ជាឲ្យនាងត្រឡប់ទៅភូមិវិញដល់ទៅពេលនារុអត់ព្រមទៅពួកគេក៏ប្រើកម្លាំងបាយចាប់បង្ខំនាងទៅសកម្មភាពទាំងអស់នេះ Predator បានមើលឃើញទាំងអស់ហើយគាត់បានកំណត់គោលដៅថ្មីរបស់គាត់រួចហើយបន្ទាប់ពីពួកគេដើរបានមួយសន្ទុះពួកគេក៏នាំគ្នាសម្រាកហើយពេលនោះនារុដូចជាឮសំឡេងនៅលើដើមឈើចំណែកគ្នារបស់នាងដូចជាឃើញអ្វីម្យ៉ាងនៅក្នុងកំពតព្រៃខាងមុខហើយនៅពេលដែលពួកគេទាញព្រួយបាញ់វាបានតាមពិតវាគឺជាសត្វផស្តើមសោះពេលនោះពួកគេបានសើចចំអកឲ្យនារុដែលភ័យខ្លាំងយ៉ាងនេះបន្ទាប់មកមានម្នាក់នៅក្នុងចំណោមពួកគេចាប់អារម្មណ៍ថាមានភ្លើងឡាស៊ែរពណ៌ក្រហម3នៅលើខ្លួនរបស់គាត់ហើយក្រោយមកក៏ត្រូវបាន Predator បាញ់ព្រួយសម្លាប់បន្តិចក្រោយមក Predator ក៏ត្រឡប់មកយកព្រួយរបស់គាត់វិញហើយឃើញចឹងអ្នកផ្សេងទៀតក៏ទាញព្រួយបាញ់ត្រូវ Predator មកគ្រាប់ធ្វើឲ្យពួកគេអាចមើលឃើញ Predator បានខ្លះពេលនោះពួកគេក៏ព្រួយគ្នាប្រយុទ្ធជាមួយនឹង Predator ម្នាក់នោះក៏ប៉ុន្តែមិនអាចទប់ជាមួយនឹង Predator បានទេហើយមិនយូរប៉ុន្មានពួកគេត្រូវបាន Predator សម្លាប់ចោលទាំងអស់ចំណែក Naru វិញពេលឃើញ Predator ខ្លាំងចឹងនាងនឹងភ្លាមថានាងមិនអាចទប់ទល់ជាមួយនឹងគាត់បានទេហើយក៏ប្រើក្បាច់ម៉ាចែកឲ្យរត់គេចចេញពីកន្លែងនោះយ៉ាងលឿនបន្ទាប់មកពេលរត់បានឆ្ងាយបន្តិច Naru ក៏ផ្លាត់ជើងជាប់អន្ទាក់ពេលនោះ Predator អត់បានធ្វើអីនាងទេហើយក៏ចាក់ចេញទៅមួយសន្ទុះក្រោយមកក៏មានជនជាតិអឺរ៉ុបមួយក្រុមបានមកដល់ហើយបានវាយនាងឲ្យស្លាប់ពេលនារុដឹងខ្លួននៅវិញនាងនៅក្នុងទ្រង់ឈើមួយហើយនាងបានឃើញមនុស្សទាំងនោះជួបបរិយស៊ីកាបានន័យថាគឺក្រុមនេះហើយដែលមានចិត្តខូខើសម្រាប់ក្របីព្រៃប្រឡត់យកស្បែកពេលនោះមានបារម្ភម្នាក់ចេះនិយាយភាសារបស់នារុបានមកសួរនាងថាតើនាងបានដឹងអីខ្លះទាក់ទងជាមួយនឹង Predator ហើយនៅពេលដែលនាងមិនព្រមនិយាយពួកគេក៏បានចាប់ថាបេដែលជាបងប្រុសរបស់នាងមកធ្វើទរណកម្មដើម្បីបង្ខំឲ្យនាងឆ្លើយបន្ទាប់មកពួកគេបានចាប់ថាបេហើយនៅនារុទៅចងជាប់ជាមួយនឹងដើមឈើមួយដើម្បីធ្វើជានុយហើយពួកគេបានពួនជុំវិញនោះដើម្បីចាំស្ទាក់បាញ់ Predator ពេលនោះដែរនារុបានប្រាប់ថាបេថាមិនបាច់ភ័យទេ Predator អត់ធ្វើបាបមនុស្សទន់ខ្សោយទេហើយដូចអីដែល Naru និយាយពិតមែនពេលនោះ Predator បានចេញមកប្រយុទ្ធជាមួយនឹងមនុស្សដែលចាំពួនស្ទាក់វាប្រហារគាត់នៅក្នុងការប្រយុទ្ធនោះ Predator ក៏បានជាន់អន្ទាក់ហើយត្រូវបានពួកគេបងស្នាញ់ចាប់បានផងដែរធ្វើឲ្យពួកគេសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែមិននឹកស្មានថាអន្ទាក់ប៉ុណ្ណឹងធ្វើអី Predator អត់បានទេហើយត្រូវបាន Predator សម្លាប់ចោលម្ដងមួយចំណែក Naru ហើយនឹង Thabe វិញបានរើរួចពីចំណងពេលនោះ Thabe បានត្រឡប់ទៅភូមិមុនហើយចំណែក Naru ត្រឡប់ទៅជួយឆ្កែរបស់នាងនៅជំរំរបស់ពួកអឺរ៉ុបពេលទៅដល់នាងឃើញនៅជំរំនោះនៅសល់ពួកអឺរ៉ុប 3-4 នាក់កំពុងតែរៀបអីវ៉ាន់ចាក់ចេញពីទីនោះនៅពេលនោះមានម្នាក់ចង់សម្លាប់សេរីឆ្កែរបស់នាងចោលហើយនាងទ្រាំមើលមិនបានក៏ចេញទៅជួយធ្វើឲ្យកើតមានការផ្ទុះសារាយគ្នាមកប្រាវពេលនោះ Naru បានប្រើក្បាច់កុងហ្វូរបស់នាងកំចាត់ពួកអឺរ៉ុប 3-4 នាក់នោះចោលទាំងអស់ហើយនៅពេលដែលនាងរៀបចំចាក់ចេញមកវិញមានបារម្ភម្នាក់ដែលចេះនិយាយភាសារបស់ Naru បានសុំឲ្យនាងជួយព្យាបាលរបួសជាធ្នូជាមួយនឹងកំភ្លើងខ្លីម្ដងរបស់គាត់បានបង្រៀន Naru ពីរបៀបប្រើកំភ្លើងហើយ Naru បានជួយព្យាបាលរបួសរបស់គាត់ព្រមទាំងឲ្យថ្នាំគាត់ញ៉ាំធ្វើឲ្យបារម្ភនោះមានអារម្មណ៍ថារងាខ្លាំងមែនទែនភ្លាមនោះដែរ Naru ក៏បានលឺសម្រាប់ជើងរបស់ Predator មកដល់ហើយនាងក៏បញ្ញាភៀសខ្លួនចេញពីទីនោះពេលដែល Predator ទៅដល់គាត់មើលអត់ដឹងថាបារម្ភម្នាក់ដែល Naru ជួយមុននឹងនៅរស់ទេដោយសារតែថ្នាំរបស់ Naru ធ្វើឲ្យខ្លួនបារម្ភនោះមើលទៅដូចអត់មានកម្ដៅនៅក្នុងខ្លួនពេលឃើញចឹង Naru ដែលពួននៅក្រៅដើមឈើចាំលបមើលក៏បានដឹងពីចំណុចខ្សោយរបស់ Predator ផងដែរ
ប៉ុន្តែសោយខ្លាំងណាស់ពេលនោះ Predator បានជន់ចំជើងរបស់បុរសនោះធ្វើគាត់ស្រែកហើយ Predator ក៏សម្លាប់គាត់ចោលបន្តមកទៀតសារីដែលជាឆ្កែរបស់ Naru បានព្រុសហើយសម្ដៅមករក Predator ពេលនោះ Predator បានបាញ់ឡាស៊ែចាប់គោលដៅចេញពីស្រោមមុខរបស់គាត់សម្ដៅទៅរកសារីប៉ុន្តែភ្លាមៗនោះដែរថាបេបានជីសេមកដល់ហើយបានវាយ Predator នោះឲ្យលបោស្រោមមុខចេញពីក្បាលចំណែកភ្លើងឡាស៊ែចាប់គោលដៅក៏បាញ់ទៅចំដើមឈើវិញហើយនៅពេលដែល Predator កេះកាយអាវុធរបស់គាត់បានហោះចេញពីកំភ្លើងឆ្ពោះទៅរកដើមឈើដែលជាគោលដៅកំណត់ដោយភ្លើងឡាស៊ែចេញពីស្រោមមុខអ្វីៗទាំងនេះ Naru បានឃើញហើយចងចាំទុកបន្តមក Predator បានរើស្រោមមុខយកមកពាក់វិញដើម្បីបន្តប្រយុទ្ធជាមួយនឹង Thabe ពេលនោះយើងបានឃើញថា Thabe ពិតជាក្លាហានណាស់ហ៊ានប្រយុទ្ធតទល់ជាមួយនឹង Predator ដោយស៊ូទ្រាំជាមួយនឹង Thabe មិនបាន Predator ក៏លេងខូចលួចបំបាំងកាយបាត់ហើយបន្តិចក្រោយមកក៏លោតទៅចាក់ Thabe ពីក្រៅខ្នងពិតជាថោកទាបមែនទែនពេលឃើញអញ្ចឹង Naru ក៏យកកំភ្លើងព្យួរទៅកាន់ Predator នោះធ្វើឲ្យ Predator កំណត់ថានាងក៏ជាដៃគូប្រកួតរបស់គាត់ដែរប៉ុន្តែមុននឹង Predator ធ្វើអី Naru បាន Thabe ដែលនៅសល់ដង្ហើមចុងក្រោយក៏វាយប្រហារមកលើគាត់ដើម្បីទុកឱកាសឲ្យ Naru រត់គេចពេលបានរួចខ្លួនហើយនៅល្ងាចថ្ងៃនោះ Naru បានឃើញជនជាតិអារ៉ុបម្នាក់ដែលធ្លាប់ចាប់នាងធ្វើជានុយរបស់ Predator កាលពីលើកមុនហើយដើម្បីសងគាត់វិញនាងក៏បានទៅវាយគាត់ឲ្យស្លាប់រួចចាប់គាត់ធ្វើជានុយវិញម្ដងផែនការរបស់ Naru ពិតជាបានសម្រេចពិតមែនព្រោះបរិមម្នាក់នោះធ្លាប់បាន Predator កំណត់មុខសញ្ញារួចហើយបានន័យថាគាត់មិនមែនជាមនុស្សទន់ខ្សោយទេនៅពេលនោះផងដែរ Naru ក៏បានលេបថ្នាំត្រជាក់របស់នាងធ្វើឲ្យ Predator មើលនាងអត់ឃើញហើយឆ្លៀតការដែល Predator កំពុងតែរវល់សម្លាប់បរិមម្នាក់នោះនាងក៏បាញ់ Predator ពីក្រោយឲ្យរបូតស្រោមមុខរួចក៏បានរើសវារត់បាត់ទៅធ្វើឲ្យ Predator ខឹងខ្លាំងមែនទែនបន្ទាប់មក Naru បានយកស្រោមមុខរបស់ Predator ទៅរៀបចំតាក់នៅកន្លែងមួយទៀតនៅពេលដែល Predator ដើរទៅដល់គាត់មើលដឹងថាវាគឺជាអន្ទាក់ហើយមិនហ៊ានដើរទៅមុខទៀតទេពេលនោះ Naru ក៏លោតចុះពីលើដើមឈើយ៉ាងខ្ពស់មកវាយប្រហារលើគាត់នៅក្នុងការប្រយុទ្ធគ្នានោះ Naru អាចប្រើស្នៀតកាត់ដៃរបស់ Predator បានចំណែក Predator ក៏បាននឹងសម្លាប់ Naru វិញដែរតែនាងលឿនអាចគេចបានរហូតចុងក្រោយដោយសារតែមានជំនួយពីសារីពួកគេក៏អាចចង Predator នោះទាញទម្លាក់ភក់ស្រូបបានពេលនោះ Naru បានគិតថាវាចប់រឿងចប់រៅហើយប៉ុន្តែមានណា Predator បានងើបមកពីភក់ស្រូបវិញហើយតម្រង់កំភ្លើងមករកនាងគ្រាន់តែថានៅពេលដែលគាត់កេះកាយក្រកំភ្លើងនោះបានហោះវល់មកជុំហើយត្រឡប់មកបុកក្បាលរបស់គាត់វិញព្រោះ Naru បានរៀបចំអន្ទាក់បែរស្រោមមុខមករកគាត់ចំគោលដៅល្អណាស់ទីបំផុត Naru បានត្រឡប់ទៅដល់កសម្ព័ន្ធរបស់នាងវិញដោយបានញឹងក្បាលរបស់ Predator ទៅជាមួយផងចាប់តាំងពីពេលនោះមកគេបានទទួលស្គាល់ Naru ថាជាអ្នកប្រមាញ់ដ៏ក្លាហានម្នាក់ហើយបានតែងតាំងនាងជាមេទ័ពជំនួយ Thabe បងប្រុសរបស់នាងសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើយល់ថារឿងនេះល្អមើលឬយ៉ាងណាសូមជួយ comment ប្រាប់ផងហើយសម្រាប់អ្នកថ្មីសូមកុំភ្លេចជួយ subscribe channel ឬក៏ follow page មនោចរណៃដើម្បីតាមដានរឿងល្អៗមើលអញ្ចឹងទៀតពេលនេះសូមជម្រាបលា